នាយកវិជ្ជមណ្ឌលឯកសារកម្ពុជាលោកឆាងយុបានរិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាលថៃចំពោះការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដោយលើកឡើងថាការការពារសិទ្ធិមនុស្សត្រូវតែអនុវត្តស្មើៗគ្នាចំពោះប្រជាពលរដ្ឋកម្ពុជានិងពលរដ្ឋថៃនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Facebook របស់មជ្ឈមណ្ឌលឯកសារកម្ពុជាលោកឆាងយុបាននិយាយថាការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Tom Andrews បានបង្ហាញពីគោលការណ៍សំខាន់មួយគឺសិទ្ធិមនុស្សមិនត្រូវបានកំណត់ដោយសញ្ជាតិឡើយលោកបានថ្លែងថាការទទួលខុសត្រូវរបស់រដ្ឋាភិបាលថៃក្នុងការគោរពនិងការពារសិទ្ធិមនុស្សគឺត្រូវអនុវត្តចំពោះពលរដ្ឋកម្ពុជាដូចគ្នានឹងពលរដ្ឋថៃការលើកឡើងរបស់លោកឆាងយុកើតឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលថៃនិងលោក Tom Andrews ជុំវិញចំនួនប្រជាពលរដ្ឋកម្ពុជាដែលបានភៀសខ្លួនដោយសារចំនួនព្រំដែនកម្ពុជាថៃលោក Tom Andrews បានការពារការលើកឡើងរបស់លោកអំពីប្រជាពលរដ្ឋកម្ពុជាប្រមាណ65,000 នាក់ដែលបានផ្លាស់ទីលំនៅដោយបញ្ជាក់ថាតួលេខនេះផ្អែកលើរបាយការណ៍របស់អង្គការសហប្រជាជាតិលោកក៏បានបញ្ជាក់ថាលោកនៅតែបើកចំហក្នុងការស្ដាប់ទស្សនៈរបស់រដ្ឋាភិបាលថៃមុនពេលបញ្ចប់របាយការណ៍របស់លោកដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមន្ត្រីថៃបានជំទាស់នឹងតួលេខនេះដោយអះអាងថាចំនួនមនុស្សដែលត្រូវបានរាប់បញ្ចូលក្នុងតួលេខនោះបានរស់នៅក្នុងប្រទេសថៃរួចមកហើយលោកឆាងយុបានលើកឡើងថាការជំទាស់របស់ប្រទេសថៃគួរត្រូវបានពិចារណាក្នុងបរិបទទូលំទូលាយនៃចំនួនព្រំដែនរវាងប្រទេសទាំងពីរលោកបានចោទប្រកាន់កងទ័ពថៃថាកំពុងកាន់កាប់ទឹកដីកម្ពុជានិងបាននិយាយថាជំហររបស់ទីក្រុងបាងកកពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងផ្លាស់ប្ដូរការយល់ដឹងផ្នែកច្បាប់និងប្រវត្តិសាស្ត្រតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធលោកបានថ្លែងថារដ្ឋាភិបាលថៃមិនពេញចិត្តចំពោះចំណុចនេះពីព្រោះវាផ្ទុយនឹងការកាន់កាប់ទឹកដីកម្ពុជាបច្ចុប្បន្នរបស់កងទ័ពថៃនិងគោលដៅនយោបាយរបស់ពួកគេក្នុងការព្យាយាមផ្លាស់ប្ដូរច្បាប់និងប្រវត្តិសាស្ត្រតាមរយៈការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធលោកឆាងយុបានអះអាងថាប្រទេសថៃធ្លាប់អនុវត្តគោលនយោបាយស្រដៀងគ្នានេះកាលពីអតីតកាលហើយបានបង្ហាញក្តីសង្ឃឹមថាស្ថានភាពព្រំដែនបច្ចុប្បន្នអាចត្រូវបានដោះស្រាយនៅទីបំផុតលោកបានថ្លែងថានេះមិនមែនជាលើកទី1ដែលរដ្ឋាភិបាលថៃអនុវត្តគោលនយោបាយបែបនេះហើយជាអកុសលវាប្រហែលមិនមែនជាលើកចុងក្រោយនោះទេទោះជាយ៉ាងណាលោកបានបន្ថែមថាកម្ពុជាគួរតែរក្សាសុទិដ្ឋិនិយមនិងមានភាពអត់ធ្មត់ដោយលោកអះអាងថាបទពិសោធន៍ប្រវត្តិសាស្ត្របង្ហាញថាចំនួនព្រំដែនអាចត្រូវបានដោះស្រាយនាពេលអនាគតការលើកឡើងនេះធ្វើឡើងខណៈភាពតានតឹងរវាងកម្ពុជានិងថៃនៅតែបន្តជុំវិញព្រំដែនដែលមានវិវាទនិងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលបណ្ដាលមកពីចំនួនលោក Tom Andrews បានបំពេញទស្សនកិច្ចរយៈពេល11ថ្ងៃនៅកម្ពុជានិងបានជួបជាមួយប្រជាពលរដ្ឋដែលភៀសខ្លួនក្នុងអំឡុងទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជាលោកបានបញ្ជាក់ថាជនស៊ីវិលដែលរងផលប៉ះពាល់ពីចំនួនប្រដាប់អាវុធក្រោមច្បាប់អន្តរជាតិពួកគេមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញលោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជានិងថៃដោះស្រាយចំនួនព្រំដែនតាមមធ្យោបាយសន្តិវិធីនិងដោះស្រាយផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សដែលកើតចេញពីចំនួននេះការលើកឡើងរបស់លោកឆាងយុក៏បន្ថែមទម្ងន់ដល់ការអំពាវនាវឲ្យសិទ្ធិរបស់ជនស៊ីវិលក្លាយជាចំណុចសំខាន់ក្នុងការពិភាក្សាអំពីបញ្ហាព្រំដែនកម្ពុជាថៃដោយមិនគិតពីការអះអាងទឹកដីដែលមានភាពខុសគ្នារវាងភាគីទាំងពីរ